បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយខ្ញុំលោកគ្រូធំហើយលោកគ្រូធំថ្ងៃនេះគឺមកនិយាយអំពីឆ្នាំបុរាណខ្មែរបាទដែលពីជាដូនជាតាមកគឺគាត់បានបន្សល់ទុកបាទហើយគឺគាត់ដោយថាយើងមាននិស្ស័យជាមួយនឹងឆ្នាំបុរាណបាទហើយយើងអាចចាប់បានជាមួយនឹងឆ្នាំបុរាណបានច្រើនប៉ុន្តែខ្ញុំមិនចាប់បានទាំងអស់ទេគ្រាន់ថាជាពិសេសលោកយាយលោកតាដែលតែងតែមានជំងឺចុកចង្កេះរោយខ្នងចុកខ្នងបាទបញ្ហាតរងនោមបាទបញ្ហាឈឺដៃឈឺជើងបាទវាតែងតែឈឺនេះឈឺនោះបាទហ្នឹងយើងមានថ្នាំបាទដែលអាចជួយបានហើយថ្នាំហ្នឹងអត់គិតលុយគិតកាក់ទេសម្រាប់យាយតាចាស់ចាស់បាទយកទៅបរិភោគណាបាទគឺអត់បានគិតលុយគិតកាក់ទេប៉ុន្តែត្រូវតាប្រាប់ពីមូលហេតុថាលោកយាយលោកតាគឺគាត់បានលោកយាយលោកតាដែលឈឺរ៉ាំរ៉ៃដែលមើលមិនជាទៅពេទ្យគេមិនលែងទទួលបាទនឹងឯងអាចមករកលោកគ្រូបានហើយលោកគ្រូចែកជូនថ្នាំបុរាណខ្មែរបាទបើសិនជាត្រូវក៏មានបរិច្ឆ័យជាមួយនឹងថ្នាំបើសិនជាមិនត្រូវទេក៏យើងអាចចាប់ទុកថារបស់ហ្នឹងបាទយើងសាកបងបាទនឹងហើយមានអ្នកខ្លះក៏ញ៉ាំទៅក៏ត្រូវបរិភោគទៅក៏ត្រូវមានអ្នកខ្លះក៏មិនត្រូវបាទនឹងហើយវាទៅតាមលំនាំនៃធម្មជាតិបាទហ្នឹងប៉ុន្តែលោកគ្រូចង់មកប្រាប់ថាបើសិនជាមានការចុកដៃចុកជើងចុករយបាទជំងឺច្រើនជំងឺធំដូចជាការលើសឈាមបាទជំងឺលើសឈាមហើយជំងឺដែលរ៉ាំរ៉ៃជាប់នឹងខ្លួនបាទគឺលោកគ្រូមានថ្នាំបាទហើយថ្នាំហ្នឹងបាទគឺយើងអាចញ៉ាំបានហើយប្រវត្តិដែលថ្នាំលោកគ្រូមានថ្នាំលើសឈាមមួយបាទប្រវត្តិដែលច្បាស់ជាងគេបាទគឺថ្នាំលើសឈាមហ្នឹងបងប្រុសរបស់លោកគ្រូគឺគាត់បានបរិភោគបាទហើយគាត់បានបរិភោគរយៈពេលបច្ចុប្បន្ននេះចូលកន្លះឆ្នាំហើយបាទបងប្រុសលោកគ្រូគឺគាត់មានជំងឺលើសឈាមបាទហើយគឺគាត់ជំងឺលើសឈាមហ្នឹងគឺខ្ពស់មែនតើលេខ50បាទលើសរហូតដល់50បាទពីច្រើនអ្នកលើសឈាមលើសដល់លេខ20លេខអីហ្នឹងចាប់ទុកថាវាជាលើសឈាមដែលខ្ពស់បាទប៉ុន្តែបងប្រុសរបស់លោកគ្រូគឺលើសដល់50បាទហើយពេលខ្លះមានការគាំងបេះដូងពេលខ្លះគាត់រោគបេះដូងផងបាទមានន័យថាបេះដូងធ្វើការខុសធម្មតាវាច្បាច់ងាប់ណាច្បាច់ងាប់ច្បាច់ខុសច្បាប់អញ្ចឹងលើសឈាមដែរប៉ុន្តែបានហូបថ្នាំទៅពេទ្យបាទទៅពេទ្យញ៉ាំថ្នាំពេទ្យអស់ចិត្តអស់ចង់បាទទៅបានមករោថ្នាំខ្មែរបាទថ្នាំខ្មែរដាក់ទៅឲ្យញ៉ាំក៏ត្រូវរហូតដល់សប្តាហ៍គាត់ធ្វើការជាអ្នកផលិតកាតុងបាទកាតុងមានន័យថាផលិតกระดาษกระดาษដែលគេធ្វើកាដូដូចនំខេកនំអីណាបាទអាហ្នឹងគឺបាទគឺគាត់ធ្វើអាហ្នឹងឯងបាទហើយលើកធ្ងន់ការលើកមុនលើកធ្ងន់អត់បានទេបច្ចុប្បន្ននេះលើកធ្ងន់បានហើយគាត់បរិភោគបានមិនមែនថាទៅបើសិនជាដល់ខែ2ខែ3ច្រឡំខែ7ខែ8បាទ
គឺគាត់បានមួយឆ្នាំហើយគាត់បានបរិភោគថ្នាំហ្នឹងរយៈពេលមួយឆ្នាំហើយបាទអញ្ចឹងលើសឈាមក៏វាអត់មានបញ្ហាអីទេទៅធម្មតាណាបាទហើយជើងក្បាលវិលមុខអីដូចពីលើកមុនក៏អត់មានបញ្ហាអីដែរបាទហ្នឹងហើយគាត់លើកធ្ងន់ក៏អត់មានបញ្ហាអីដែរបាទហ្នឹងហើយបច្ចុប្បន្នគឺគាត់សុខភាពល្អហើយគាត់ឈប់ប្រើថ្នាំពេទ្យហើយអ្វីទៅការលើសឈាមក៏គាត់អត់ប្រើដែរបាទមានន័យថាគាត់ជាបាទគាត់ជាគាត់ជំងឺគាត់នឹងស្ទើរតាម100មុខបាទមានអាកាពះផងមានអាបេះដូងផងបេះដូងហ្នឹងគេឲ្យវាខាត់គេថាខូចប្រាស់បាទអញ្ចឹងគេឲ្យវាកាន់គាត់អត់ជឿថ្នាំខ្មែរទេតើតែខ្ញុំប្រាប់ថានេះថ្នាំនេះដាក់សាកមើលទៅបើត្រូវវាយកបើមិនត្រូវបោះចោលទៅបាទតែដាក់ទៅត្រូវសំថ្ងៃគាត់ស៊ូរ៉ូតរបូតបាទហ្នឹងហើយសบายចិត្តនៅពេលដែលបងប្អូនខ្លួនឯងបានបរិភោគទៅត្រូវណាបាទបេះដូងវាច្បាច់ខ្លាំងពេកវាខូចប្រាស់បាទបន្ទាប់មកជំងឺលើសឈាមបាទជំងឺលើសឈាមធ្ងន់ម្ដងបាទសឹងតែដួលកាន់តិចគឺដាច់សរសៃឈាមងាប់ខ្លាំងបាទអញ្ចឹងសឹងតែជំងឺហ្នឹងជំងឺ100មុខទៅហើយអ្នកដែល